អាចកំបាំងនៅពីក្រោយការផលិតយន្តហោះដឹកអ្នកដំណើរដ៏ធំបំផុតនៅលើពិភពលោកប្រិមិត្តអនទីញូតើអ្នកធ្លាប់ឆ្ងល់ទេថាយន្តហោះដឹកអ្នកដំណើរដ៏ធំបំផុតនៅលើពិភពលោកត្រូវបានគេសាងសង់ឡើងដោយរបៀបណាយន្តហោះ Airbus A380 មិនមែនត្រូវបានផលិតឡើងនៅកន្លែងតែមួយនោះឡើយគ្រឿងបង្គុំផ្នែកផ្សេងៗរបស់វាត្រូវបានផលិតឡើងនៅពីពេញទ្វីបអឺរ៉ុបរួចហើយទើបគេដឹកជញ្ជូនទៅកាន់ទីក្រុង Toulouse នៃប្រទេសបារាំងដើម្បីធ្វើការដំឡើងជាដំណាក់កាលសម្រាប់ភាគច្រើននៃគ្រឿងបង្គុំដ៏ធំសម្បើមទាំងនោះត្រូវបានដឹកជញ្ជូនតាមរថយន្តដឹកទំនិញខ្នាតយក្សដែលជារឿយៗត្រូវការការពារនិងសម្រួលផ្លូវពីសំណាក់កងកម្លាំងនគរបាលថែមទៀតផងចំពោះគ្រឿងបង្គុំដែលមានទំហំខុសពីធម្មតាក្រុមហ៊ុន Airbus បានប្រើប្រាស់យន្តហោះដឹកជញ្ជូនពិសេសដែលមានឈ្មោះថា Airbus Beluga XL នៅឯរោងចក្រដំឡើងក្រុមវិស្វករបានប្រើប្រាស់គ្រឿងចក្រចល័តនិងស្ទួចខ្នាតពិសេសដើម្បីលើកតួខ្លួននឹងស្លាបយន្តហោះទៅកាន់ទីតាំងដំឡើងរាល់ការដំឡើងទាំងអស់ត្រូវតែមានភាពហ្មត់ចត់និងច្បាស់លាស់បំផុតរហូតដល់កម្រិតមីលីម៉ែត្រព្រោះថាប្រសិនបើមានការលំអៀងតែបន្តិចក៏មិនអាចតបភ្ជាប់គ្នាបានដែរបន្ទាប់មកកម្លាំងកម្មកររួមជាមួយរ៉ូបូតនិងគ្រឿងចក្រធុនធ្ងន់បានចាប់ផ្ដើមបង្គុំផ្នែកទាំងអស់ឲ្យคล้ายទៅជាយន្តហោះតែមួយពួកគេបានភ្ជាប់រចនាសម្ព័ន្ធទាំងមូលឲ្យរឹងមាំបំផុតដោយប្រើប្រាស់ខ្ចៅច្រវាក់ដែកដែលមានកម្លាំងខ្ពស់រាប់ពាន់គ្រាប់ដើម្បីធានាថាវាអាចធន់នឹងលក្ខណៈអាកាសធាតុដ៏អាក្រក់បំផុតនៅជំហានបន្ទាប់យន្តហោះនេះត្រូវបានផ្ទេរទៅកាន់រោងដំឡើងមួយទៀតដើម្បីបំពាក់ម៉ាស៊ីនប្រភេទ Rolls-Royce Trent 970ចំនួន4គ្រឿងក្រោយពីបញ្ចប់ការដំឡើងរចនាសម្ព័ន្ធយន្តហោះត្រូវឆ្លងកាត់ការហោះហើរសាកល្បងដើម្បីប្រកាសថាប្រព័ន្ធគ្រប់យ៉ាងដំណើរការបានយ៉ាងល្អឥតខ្ចោះបន្ទាប់មកទៀតគឺដល់ដំណាក់កាលបាញ់ថ្នាំពណ៌ដោយដំបូងគេត្រូវបាញ់ថ្នាំទ្រនាប់ពណ៌សជាមុនសិនរួចទៅប្រើប្រាស់ពុម្ពដើម្បីបាញ់ជារូបសញ្ញានិងសញ្ញាសម្គាល់ផ្សេងៗក្នុងដំណាក់កាលនេះកម្មករត្រូវស្លៀកសម្លៀកបំពាក់ការពារជិតឈឹងនិងប្រើប្រាស់ចណ្ដាលយន្តដើម្បីបាញ់ថ្នាំឲ្យសព្វពេញតួខ្លួនយន្តហោះទាំងមូលនៅពេលថ្នាំពណ៌ស្ងួតអស់រូបរាងចុងក្រោយដ៏ស្រស់ស្អាតក៏លេចចេញមកសម្រាប់ជំហានចុងក្រោយបង្អស់គឺការរៀបចំផ្នែកខាងក្នុងនៃកាប៊ីនយន្តហោះក្រុមហ៊ុនអាកាសចរនីមួយៗតែងតែរៀបចំនិងរចនាផ្នែកខាងក្នុងទៅតាមតម្រូវការរៀងៗខ្លួនចាប់តាំងពីប្រភេទកៅអីអង្គុយប្រព័ន្ធភ្លើងរហូតដល់ប្រព័ន្ធកំសាន្តផ្សេងៗហេតុផលនេះហើយទើបធ្វើឲ្យយន្តហោះ Airbus A380 នីមួយៗមានបរិយាកាសនិងអារម្មណ៍ប្លែកៗគ្នានៅពេលដែលយើងចូលទៅខាងក្នុងសូមបងប្អូនមេត្តាជួយ like comment និង share ដើម្បីទទួលបានចំណេះដឹងទូទៅពី RT News